បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានហ្គេមលេងទៀតទេគឺយើងមកធ្វើបាបស្មាត់យើងទាំងអស់គ្នាទៀតតម្រូវឲ្យពុកគាត់ប៉ាវអ្នកដែលចាញ់គឺដាក់ដៃចូលក្នុងកស៊ូហ្នឹងហើយអ្នកដែលឈ្នះគឺទាញកស៊ូបាញ់ហើយហ្គេមរបស់យើងគឺលេង3ជុំបានណាកុំធ្វើបាបស្មាត់យើងពេកខ្លាចស្មាត់យើងរត់អត់មានថតវីដេអូឲ្យយើងទៀតឥឡូវយើងចាប់ផ្ដើមជុំទី1តោះម្ដងទៀតប្លុំកញ្ចែដាក់ម្ដងទៀតដាក់ម្ដងទៀតអូខេរួចខ្លួននៅស្មាត់យើងមួយទៀតនេះអូទេឡើងដាក់ទៅស៊ូអត់ទេដាក់ទៅស៊ូដាក់ខាងនេះវិញ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 អូមើលដៃអូអូតោះម្ដងទៀតផ្លុំកញ្ចែឥឡូវយើងធ្វើការចូលជុំទី2តោះអូខេ1 2 3ទៀតប៉ាវអត់ទេប៉ាវម្ដងទៀតប៉ាវរកអ្នកចាញ់ចុងក្រោយបានត្រូវទទួលវិន័យប៉ាវម្ដងទៀតអញ្ចឹងហ្នឹងហើយប៉ាវម្ដងទៀតអ្នកចាញ់ចុងក្រោយគឺទទួលវិន័យដាក់ដៃលើដាក់ដៃម្ដងទៀតឲ្យបាញ់ម្ដងទៀតឲ្យលឿនតោះអូយទូសាច់ទៀតហើយស្បាត់យើងនេះនៅមួយទៀតអត់តរួចខ្លួនទេអូយសាច់ទៀតអូយបាយដៃតិចដល់អូយបាយដៃដល់បានឥឡូវយើងលេងតែមួយជុំទៀតបានហើយដោយសារយើងលេងច្រើនជុំទៀតស្មាត់យើងគឺទូសាច់ខ្លាំងឥឡូវយើងលេងជុំចុងក្រោយអូរឹកខ្លួនទៀតហើយងាប់ទៀតហើយស្មាត់យើងមិនរួចទេអូយไม่ได้អូខេរួចខ្លួនតែមើលសរុបលទ្ធផលឥឡូវមកសរុបលទ្ធផលគឺយើងលេង3ជុំស្មាត់យើងកណ្ដាលគេនេះគឺត្រូវមួយជុំហើយស្មាត់យើងនេះគឺ2ជុំត្រូវខាងគេទុកសាច់ហើយស្មាត់យើងទី3នេះគឺរួចខ្លួនហើយចុងក្រោយវីដេអូយើងគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ follow page និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីទៀតពីធីមខ្ញុំបាទជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា